មុននឹងឈានដល់ការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយើងបានខិតខំធ្វើការងារស្នូលដែលជាមូលដ្ឋានគ្រឹះនិងចម្បងមិនអាចខ្វះបានពិតណាស់ថាប្រទេសជាច្រើនបានជួយជោគជ័យនិងប្រល់ការគ្រប់គ្រងដល់កម្ពុជាពេញទំហឹងដល់ដំណើរការចរចាដែលមានរយៈពេលជិត4ឆ្នាំឧទាហរណ៍បារាំងនិងឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសប្រទេសកម្ពុជាខណៈតែកិច្ចពិភាក្សាជាច្រើនត្រូវបានរៀបចំនៅទីនោះរីហសអូស្ត្រាលីជំរុញនិងកំណត់ព្រួយផ្ដើមរបស់ខ្លួនក្នុងការដាក់កម្ពុជាជាបណ្ដោះអាសន្នក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិក្នុងអំឡុងពេលអន្តរកាលចំណែកបារាំងនិងជប៉ុនគណៈពេលរួមចំណែកដល់កិច្ចព្រមព្រៀងសន្តិភាពបានគ្រប់គ្រងយ៉ាងទូលំទូលាយដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញនិងអភិវឌ្ឍកម្ពុជាដោយគ្នានេះដែរហើយបានជួយយ៉ាងខ្លាំងដល់បុព្វហេតុនេះនិងគ្រប់គ្រងដល់ការបញ្ជូនជនភៀសខ្លួនជាង37,000 នាក់ត្រឡប់ទៅកម្ពុជាវិញចំណែកវៀតណាមការដកកងទ័ពវៀតណាមរបស់ពួកគេទាំងស្រុងនៅឆ្នាំ1989ក៏បានដោះស្រាយភាពការចប់ទាំងដោយការចរចាទាក់ទងទៅនឹងអនាគតខ្មែរក្រហម